រងមិនទុកយូរទេបាញ់កំតិចចោលតែម្ដងដោយកប៉ាល់នេះឆ្លងកាត់ដោយមិនមានមូលហេតុដល់រងបងប្អូនមកដល់ម៉ោងនេះតាក់ទងជាមួយនឹងរឿងឈូងសមុទ្រហួរមួណាផ្លូវដែលកំពុងតែឆ្លងកាត់នេះមុននឹងឆ្លងកាត់ត្រូវសុំគេហៅថាប្រទេសរងសិនមុននេះបន្តិចរងបានផុសតាក់ទងជាមួយនឹងរឿងកប៉ាល់ដែលត្រូវបានបាញ់ដោយកងឆ្មាំងយោធារបស់ជើងទឹករបស់រងណាបាញ់កំតិចកប៉ាល់មួយនេះគឺឆេះខ្ទេចដោយសន្ធោសន្ធៅតែម្ដងហើយមុននេះបន្តិចហើយមុននឹងបាញ់បងប្អូនបាទគេអត់ដឹងថាកប៉ាល់ហ្នឹងជាផុសនរណាគេទេមិនដឹងថាផុសអាមេរិកឬមួយក៏ផុសចិនឬមួយក៏ផុសខាងណាទេប៉ុន្តែកងឆ្មាំងយោធារបស់រងណាបានបាញ់កំតិចមុននេះបន្តិចហើយបងប្អូនឆេះឡើងខ្ទេចអស់ហើយមកដល់ម៉ោងនេះបងប្អូនដឹងអត់ថាម៉ោងនេះអាមេរិកហើយនឹងអ៊ឺរ៉ង់កំពុងតែមានការចរចាតាក់ទងជាមួយនឹងច្រកមួយនេះប៉ុន្តែឮដំណឹងថាបើកច្រកមួយនេះឲ្យសហរដ្ឋអាមេរិករហូតទៅដល់ដឹកកប៉ាល់រហូតទៅដល់ចំនួន10គ្រឿងឲ្យឆ្លងកាត់ក៏ប៉ុន្តែមុននេះបន្តិចអ៊ឺរ៉ង់បានបាញ់មួយគ្រឿងនេះប៉ុន្តែយើងមិនទាន់ដឹងថាមួយគ្រឿងនេះបោះអាមេរិកឬមួយក៏បោះចិនឬមួយក៏បោះពីណាគេទេប៉ុន្តែបាញ់ឆេះបាត់ហើយបងប្អូនបាទព្រោះអីដោយសារហេតុផលអត់ទាន់ស្គាល់អត្តសញ្ញាណកប៉ាល់មួយនេះបងប្អូនរងបានបញ្ជាក់ឲ្យថាមុននឹងឆ្លងកាត់ទឹកដីតាក់ទងជាមួយនឹងច្រកសមុទ្រហ័រមូសនេះកប៉ាល់មួយត្រូវបង់$2 លានបងប្អូន$2 លានហើយតាមកប៉ាល់តូចកប៉ាល់ធំទៅទៀតប៉ុន្តែម៉ោងនេះកប៉ាល់នេះដូចជាអត់មានអត្តសញ្ញាណអីច្បាស់លាស់ទេទើបឲ្យធ្វើឲ្យកងឆ្មាំងរបស់អ៊ឺរ៉ង់ហ្នឹងគឺបាញ់កំតិចតែម្ដងបងប្អូនកាន់តែក្តៅហើយច្រកមួយនេះពិភពលោកកំពុងតែជ្រួច្របល់ហើយក៏ដាក់ទ័ពមកច្រើនដែរតាក់ទងជាមួយនឹងកប៉ាល់តាក់ទងជាមួយនឹងច្រកមួយនេះណាសំបីតែកប៉ាល់ប្រទេសដែលអត់ទាន់មានចំនួនឥឡូវនេះកំពុងតែមកចិត្តផ្ដុំគ្នាតាក់ទងជាមួយនឹងច្រកមួយហ្នឹងហើយច្រកមួយហ្នឹងកាន់កាប់ដោយអ៊ឺរ៉ង់បងប្អូនអ៊ឺរ៉ង់មិនមែនអាមេរិកទេណាគឺកាន់កាប់ដោយច្រករបស់អ៊ឺរ៉ង់ម៉ោងនេះអ៊ឺរ៉ង់អត់ប្រឡែងដៃទេមិនថាសហរដ្ឋអាមេរិកក៏ដោយមិនថាប្រទេសអ៊ីស្រាអែលក៏ដោយមិនថាប្រទេសណាក៏ដោយមុននឹងឆ្លងកាត់ត្រូវផ្ដល់ដំណឹងឲ្យអ៊ឺរ៉ង់មុនសិនបើមិនដូចនោះទេគឺនេះស្ថានភាពកប៉ាល់គឺដូចរូបភាពខាងលើអញ្ចឹងគឺបាញ់ឆេះយ៉ាងសន្ធោសន្ធៅតែម្ដងតាក់ទងជាមួយនឹងរឿងការចរចានេះផងដែរអាមេរិកហើយនឹងអ៊ឺរ៉ង់ចរចាម៉ោងនេះគឺអត់ទាន់បានផលណាមួយដែលធ្វើឲ្យបន្ធូរបន្ថយភាពតានតឹងនៅច្រកមួយនេះទេច្រកហ័រមូសមួយនេះណាអត់ទាន់មានទេប៉ុន្តែធ្វើមិនទេបងប្អូនបាទអ៊ឺរ៉ង់ម៉ោងនេះគេកំពុងតែទម្លាក់កងទ័ពគេរហូតដល់1 លានអ្នកកំពុងតែចរាចរតាមមជ្ឈមបូព៌ាដោយសារតែមានហេតុផលដែលលោកដូណាល់ត្រាំគាត់បានបញ្ចេញកងទ័ពគាត់មកទឹកដីអ៊ឺរ៉ង់រហូតដល់ជិត10000នាក់ម្សិលមិញ3ទៅ4000ឥឡូវថែមគ្រប់10000ទៀត4-5000នាក់ទៀតគឺ10000នាក់ហើយអញ្ចឹងបាននេះអ៊ឺរ៉ង់គេចាប់ដើមលេងក្បាច់មួយការពារទុកមុនគឺ1 លានអ្នកបងប្អូនណា1 លានកងទ័ពតែម្ដងកេនកងទ័ពដែលគ្មានក្នុងប្រវត្តិសាស្ត្រទេគ្មាននៅក្នុងប្រវត្តិសាស្ត្រកងទ័ពគាត់គឺ1 លានអ្នកដែលត្រាច់ចរដើម្បីការពារទឹកដីខ្លួនឯងណាប៉ុន្តែម៉ោងនេះគួរឲ្យសោកស្ដាយកប៉ាល់មួយនេះខ្លាំងមែនតែនបងប្អូនណាបាញ់ឆេះឡើងខ្ទេចវល់បងប្អូនណាខ្ទេចវល់មែនតែនបាទអញ្ចឹងព័ត៌មាននេះគឺទើបតែចេញក្តៅទេបងប្អូនយើងជួយ share ម្នាក់មួយមិញដោយសារតែខ្ញុំធ្វើហើយគឺអត់បាននេះសលេងដល់ពេលអញ្ចឹងខុសទៅគឺបាទពិនិត្យសារឡើងវិញគឺបាទនៅខ្វះសលេងខ្ញុំអូយសោកស្ដាយបងប្អូនហ្នឹងហើយបងប្អូនជំរឿយើងតាមដានបន្តទៀតតើច្រកហ័រមូសនេះតើអ៊ឺរ៉ង់នឹងធ្វើអ្វីបន្តទៀតហើយតើសហរដ្ឋអាមេរិកមានអ្វីជាថ្នូរដោះដូរជាមួយនឹងអ៊ឺរ៉ង់ឬមួយក៏មានសំណុំពរឬមួយក៏មានកិច្ចព្រមព្រៀងអីដើម្បីធ្វើឲ្យអ៊ឺរ៉ង់បើកច្រកឲ្យពេញលេញដើម្បីឲ្យពិភពលោកនេះងាយស្រួលនឹងដឹកគេហៅថាដឹកជញ្ជូនណាកុំភ្លេចតាមដានទាំងអស់គ្នាថាតើច្រកមួយនេះទៅជាយ៉ាងណាហ័រមូសណាហើយយល់ប៉ុន្តែគាត់ថាសោកស្ដាយមិនទាន់ដឹងអត្តសញ្ញាណប៉ុន្តែយើងចាំតិចបើដឹងអត្តសញ្ញាណយើងនឹងប្រាប់បន្តទៀតថាកប៉ាល់នេះជាកប៉ាល់របស់នរណាគេហើយហេតុអ្វីបានកងឆ្មាំងយោធារបស់ទ័ពជើងទឹកអ៊ឺរ៉ង់ហ្នឹងគឺបាញ់កំទេចចោលតើមានមូលហេតុអ្វីដែលធ្វើឲ្យអ៊ឺរ៉ង់ហ្នឹងបាញ់កំទេចចោលកុំភ្លេចតាមដានទាំងអស់គ្នាថាតើវិវត្តនៃសង្គ្រាម
កំពុងតែកើតឡើងរវាងអ៊ឺរ៉ង់ហើយនិងអាមេរិកតើប៉ះពាល់អ្វីដល់ពិភពលោកហើយតើសង្គ្រាមមួយនេះអាចនឹងបញ្ចប់នៅពេលណាបែបការទូតឬមួយក៏យ៉ាងម៉េចដែរកុំភ្លេចតាមដានទាំងអស់គ្នា